តែការដកខ្លួនចេញពីអង្គការ NATO ធ្វើឲ្យអាមេរិកខ្លាំងជាងមុនឬខ្សោយទី2តើដកខ្លួនចេញពី NATO ធ្វើឲ្យអាមេរិកចំណេញឬខាតទី3តើអំណាចប្រធានាធិបតីអាចដកប្រទេសអាមេរិកចេញពីអង្គការ NATO ក្នុងនាមខ្លួនជាសមាជិកស្ថាបនិកបានទេថាដកបានទេចង់ឃើញភាពខ្លាំងក្លាចង់ឃើញប្រាជ្ញាដ៏អស្ចារ្យរបស់លោកប្រធានាធិបតីត្រាំពីព្រោះមនុស្សដូចខ្ញុំមិនមែនជាមនុស្សតែចេះតែឮសូរគេថាឲ្យគិតថាស្អីក៏ធ្វើកើតទេមុននឹងដកអាមេរិកចេញពីអង្គការ NATO វាត្រូវមានកិច្ចព្រមព្រៀងពីសភាតើសមាជិករដ្ឋសភានិងព្រឹទ្ធសភានៃគណៈបក្សសាធារណរដ្ឋគិតថាវាត្រូវដកចេញទេបោះឆ្នោតព្រមឲ្យប្រធានាធិបតីដកទេណាដល់ដកហើយទៅអនាគតគណៈបក្សសាធារណរដ្ឋទៅយ៉ាងណាបើប្រធានាធិបតីត្រាំដកអាមេរិកដកខ្លួនចេញពី NATO អាមេរិកខ្សោយអាមេរិកដកខ្លួនចេញពីសមាជិក NATO អាមេរិកខ្សោយនេះគឺជារូបភាពប្រទេស12ហើយនឹងប្រធានាធិបតី Truman គាត់ចុះហត្ថលេខាលើឯកសារបង្កើតអង្គការ NATO ប្រទេសស្ថាបនិកដំបូងអាមេរិកកាណាដាអង់គ្លេសបារាំងអ៊ីតាលីនេធឺឡែនបែលហ្ជៀមឡុកសាំប៊័រន័រវេសដាន់ម៉ាកអៃស្លែនប៉ូទុយហ្គាល់12ប្រទេសចុះហត្ថលេខាឆ្នាំ1949ប្រទេស12នេះគឺជា founding members of NATO ណា USA Canada United Kingdom France Italy Netherlands Belgium Luxembourg Norway Denmark Iceland and Portugal អូខេអង្គការ NATO សប្តាហ៍ថ្ងៃមាន32ប្រទេសមាន32ប្រទេសដែលទើបនឹងចូលថ្មីឆ្នាំ23គឺ Finland ហើយឆ្នាំ24គឺ Sweden ណាសមាជិកស្ថាបនិកមាន12សមាជិកចូលក្រោយមាន20សមាជិកគោលដៅគឺកសាងការការពាររួមគ្នាអាមេរិកដែលអាចទៅច្បាំងនៅកន្លែងឆ្ងាយបានគឺត្រូវការមូលដ្ឋាននាវាមូលដ្ឋានទ័ពនិងមូលដ្ឋានទ័ពអាកាសនៅលើដីយុរ៉ុបបើវាអត់មានដីយុរ៉ុបទេអាមេរិកអត់អាចអន្តរាគមន៍ទៅអាស៊ីកណ្ដាលអត់អាចអន្តរាគមន៍ទៅអឺរ៉ុបខាងកើតអត់អាចអន្តរាគមន៍ទៅអាហ្វ្រិកហើយក៏អត់អាចអន្តរាគមន៍ទៅមជ្ឈមបូព៌ាបានដែរខ្ញុំមិនចង់និយាយទេប៉ុន្តែបើមានអាល្ងើណាមានអំណាចដកអាមេរិកចេញគឺចក្រពត្តិអាមេរិកហ្នឹងវាធ្លាក់ចុះខ្សោយអាហ្នឹងគេហៅបំផ្លាញខ្លួនពីព្រោះក្នុងនាមមហាអំណាចយុទ្ធសាស្ត្ររបស់ Empire ណាកាលណាគេនិយាយអំពី Empire កាលណានិយាយពីអាណាចក្រណាកាលណាគេនិយាយពីអាណាចក្រកាលណាគេនិយាយអំពីអាណាចក្រដើម្បីឲ្យវាកើតជាអាណាចក្រណាដើម្បីឲ្យវាកើតទៅជាអាណាចក្រឈ្មោះហៅថាអាណាចក្រគឺប្រទេសមួយចងសម្ព័ន្ធជាមួយប្រទេសឲ្យច្រើនអាហ្នឹងគេហៅអាណាចក្រហើយធម្មតាមេសម្ព័ន្ធចាញ់លុយច្រើនជាងគេចាញ់កម្លាំងច្រើនជាងគេដើម្បីប្រមូលកូនសម្ព័ន្ធហ្នឹងឲ្យខ្លាំងបើសិនណាជាដកខ្លួនចេញពី NATO នឹងឲ្យអាមេរិកដកមូលដ្ឋានទ័ពជើងទឹកជើងគោកជើងអាកាសចេញពីប្រទេសគេអស់បើដកចេញគេអស់យើងគ្រាន់តែកលេចមើលអាត្លង់តិកកលេចមើលមហាសមុទ្រអាត្លង់តិក
បើសិនណាជាគ្មានមូលដ្ឋានទ័ពអាមេរិកលើដីយុរ៉ុបទេពីខាងជើងអាត្លង់តិកដល់ខាងត្បូងអាមេរិកអត់មានស្អីការពារទេអាមេរិកមិនអាចដាក់កប៉ាល់នៅក្នុងមហាសមុទ្រអាត្លង់តិកអង្គុយយាមប្រទេសខ្លួនឯងទេអញ្ចឹងមានន័យថាម៉េចមានន័យថាប្រទេសដែលចង់យាយីអាមេរិកអាចធ្វើដំណើរមកតាមច្រក Greenland ក៏បានអាចធ្វើដំណើរមកតាមខាងជើងកាណាដាក៏បានអាចធ្វើដំណើរពីខាងត្បូងអាត្លង់តិកមកក៏បានប្រទេសអាមេរិកត្រូវច្បាំងជាមួយបច្ចាមិត្តនៅលើសមុទ្រអាត្លង់តិកតើមនុស្សដូចត្រាំនឹងខួរក្បាលស្អីដែលត្រូវធ្វើអញ្ចឹងហើយគណៈបកសាធារណរដ្ឋនេះបើបោះឆ្នោតគ្រប់គ្រងសេចក្តីសម្រេចចិត្តរបស់ត្រមឲ្យដកចេញពីអង្គការណេតូតើធ្វើឲ្យអាមេរិកខ្លាំងស្អីមានន័យថាធ្វើឲ្យអាមេរិកមានហានិភ័យខ្ពស់ជាងមុនដូច្នេះបើសិនជាត្រមធ្វើបានគណៈបកសាធារណរដ្ឋគ្រប់គ្រងថ្ងៃក្រោយគណៈបកសាធារណរដ្ឋក៏អត់មានអ្នកណាបោះឆ្នោតឲ្យដែរពីព្រោះគណៈបកសាធារណរដ្ឋបំផ្លាញខ្លួនឯងដល់បានទេអង្គការណេតូសំខាន់ចំពោះអាមេរិកណាស់ហើយចុះអាមេរិកចំណាយច្រើនជាងគេត្រូវតែចំណាយច្រើនព្រោះយើងជាមេគេយើងជាមេដឹកនាំគេយើងជាអ្នកចាត់ចែងយើងត្រូវតែចំណាយដូចខ្ញុំនិយាយចឹងបើខ្ញុំមានផ្ទះមួយនៅលើដី100ហិកតាហើយខ្ញុំបន្តឲ្យអ្នកនៅភូមិជុំវិញដី100ហិកតានឹងក្រលហេមលហាមខ្ញុំមិនបបួលឲ្យគេលើកផ្លូវឲ្យស្អាតដើម្បីខ្ញុំបើកឡានស្រួលខ្ញុំមិនបបួលគេឲ្យមានសាលារៀនឲ្យមានមន្ទីរសុខភាពហើយទុកឲ្យមនុស្សជុំវិញខ្លួនខ្ញុំដោយស្រុកឥណ្ឌាអញ្ចឹងអាអ្នកមានអញ្ចឹងបើកឡានទៅជន់លើផុកហ្នឹងជះត្រូវមុខប្រជាជនអង្គុយ3កូនហើយវារស់នៅអញ្ចឹងឃើញប្រទេសឥណ្ឌាវាទោះបីវាខ្ពង់ខ្ពស់ប៉ុណ្ណាក៏ដោយរូបភាពទាំងមូលអត់ថ្លៃថ្នូរទេបើខ្ញុំមានដី100ហិកតាទៅធ្វើកសិកម្មហើយខ្ញុំមានសួនច្បារស្អាតខ្ញុំមានវិមានស្អាតខ្ញុំមានឡានថ្មីស្អាតខ្ញុំត្រូវតែបបួលអ្នកភូមិជុំវិញ100ហិកតាខ្ញុំនឹងកសាងមណ្ឌលនឹងឲ្យមានផ្លូវថ្នល់មានអីល្អខ្ញុំមិនអាចចាញ់ឡានពីផ្ទះខ្ញុំទៅវិមានខ្ញុំមានលបងកម្ពស់7ម៉ែត្រមានអ្នកយាមកាន់កាភ្លើងហើយចាញ់ឡានទៅហើយដីហុយប្រឡាក់ឡានខ្ញុំអត់មានតម្លៃទេណា self interest របស់ខ្ញុំអត់មានទេខ្ញុំ selfish ខ្ញុំអាត្មានិយមដូច្នេះកុំយកខួរក្បាលក្មេងអាយុ3ឆ្នាំមកនិយាយណាខ្ញុំបន់ឲ្យទៅធ្វើថ្ងៃនេះផងព្រោះខ្ញុំចង់ដឹងតន់ខ្ញុំវាមិនតន់ងាប់ខ្ញុំចង់ដឹងថាតើអាមនុស្សឆ្លាតនឹងវាឆ្លាតយ៉ាងណាខ្ញុំចង់ដឹងតាខ្ញុំចង់ឲ្យវាកើតឥឡូវហ្នឹងពួកខ្ញុំវាមិនតន់ងាប់ខ្ញុំចង់មើលឃើញថាតើប្រជាជនអាមេរិកដល់ពេលដល់វេលាកាត់បន្ថយអំណាចខ្លួនឯងដូចអាល្ងើហ្នឹងទេដែលគ្រាន់តែវាខឹងនឹងគេហ្នឹងវាដកខ្លួនចេញឲ្យប្រទេសជាតិទាំងមូលហ្នឹងធ្លាក់ខ្លួនខ្សោយហើយបាក់ទាំងមូលហ្នឹងបោះឆ្នោតគ្រប់គ្រងវាទេខ្ញុំចង់ដឹងថាអ្នកប្រាជ្ញនៅក្នុង350លានអ្នកហ្នឹងតើអាមេរិកដល់ពេលដល់វេលាដែលត្រូវកាត់បន្ថយអំណាចខ្លួនឬយ៉ាងណាតើវាដល់ពេលដល់វេលាដែលត្រូវរុះរបងផ្ទះខ្លួនឯងចោលណាដែលត្រូវវាយចោលចណ្ដើក្រោយដែលត្រូវឲ្យខ្លាឲ្យកពើមកនៅចិត្តខ្លួនទេបើវាអត់មានអឺរ៉ុបណេតូទេអាត្លង់តិកការពារមិនបានសត្រូវវាមកតាម Greenland វាមកខាងជើងកាណាដាវាឆ្លងចូលមកអាត្លង់តិកបើរាតត្បាតនៅអាត្លង់តិកចុះអានៅ Pacific វាក៏មកដល់ Guam វាក៏មកដល់ Hawaii ហើយចុះអា Alaska វាក៏ចូលមកសត្រូវមកដល់កម្មចិន្តាមើលអាមនុស្សឆ្លាតណាដែលវាធ្វើអញ្ចឹងវាឆ្លាតអីវាខ្លាំងអីឲ្យសត្រូវមកដល់នឹងកម្មចិន្តាផ្ទះយើងតែយើងខ្លាំងអីបងប្អូនតាំងពីក្រោយសង្គ្រាមលោកលើកទី2អាមេរិកមិនដែលច្បាំងលើដីខ្លួនទេអាមេរិកទៅច្បាំងនៅវៀតណាមទៅច្បាំងនៅកូរ៉េទៅច្បាំងនៅស្រុកក្រៅទាំងអស់ហើយចុះឡើងម៉េចបានជាវាមានអាមនុស្សខ្លាំងមួយរុះការពារទាំងអស់ចោលបែរទៅជាឲ្យបច្ចាមិត្ត
ឲ្យសត្រូវហ្នឹងមកច្បាំងនៅជាប់នឹងកម្មចិន្តាខ្លួនឯងតើអាហ្នឹងគេហៅថាខ្លាំងឬខ្សោយសភាអាមេរិកបានបង្កើតច្បាប់មួយថាប្រធានាធិបតីដើម្បីដកខ្លួនចេញពីអង្គការ NATO ត្រូវឆ្លងកាត់ដើម្បីដកខ្លួនចេញពីអង្គការ NATO ត្រូវតែមានច្បាប់មួយនៅក្នុងសភាគេហៅ Act of Congress ដែលត្រូវការ2ភាគ3ណាទីនិយាយត្រូវមានច្បាប់មួយដែលត្រូវការបោះឆ្នោត2ភាគ3ទើបប្រធានាធិបតីហ្នឹងបើមាន Act of Congress in support of the decision បានដកបានណាអាហ្នឹងមួយមានច្បាប់មួយខ្ញុំចាំច្បាប់ហ្នឹងគេហៅថា Act of Congress ហើយបន្ទាប់មកទៀតគណៈបកដតីនិងប្រជាជនអាចប្តឹងប្រធានាធិបតីឡើងទៅ Supreme Court ឲ្យ Supreme Court វិនិច្ឆ័យអំពីអំណាចប្រធានាធិបតីថាតើប្រធានាធិបតីអាចធ្វើអញ្ចឹងបានទេណាវាមានច្បាប់មិនមែនដូចក្មេងអាយុ6ខែមិនចង់បើទឹកដោះគោកវត្តដបដោះគោចោលទេមិនមែនអញ្ចឹងទេណាដូច្នេះអង្គការ NATO គឺជាអំណាចរបស់មហាអំណាចអាមេរិកមិនមែនក្មេងអាយុ3ខែវាមិនចូលចិត្តបាយវាកវត្តដបដោះគោចោលទេខ្ញុំចង់ឲ្យធ្វើឥឡូវណាតើខ្ញុំនៅរស់ខ្ញុំបានមើលឃើញការវិវត្តនៃប្រទេសដែលខ្ញុំស្រឡាញ់ប្រទេសអាមេរិកជាងប្រទេសខ្មែរទៅទៀតខ្ញុំស្រឡាញ់បានខ្ញុំរស់នៅនេះអញ្ចឹងខ្ញុំក៏ចង់មើលដែរថាតើប្រទេសនេះដល់ពេលដល់វេលាធ្លាក់ខ្លួនខ្សោយឬយ៉ាងណាតើប្រទេសនេះឈានដល់ពេលវេលាដែលត្រូវធ្លាក់ខ្លួនខ្សោយឬយ៉ាងណាតើអ្នកប្រាជ្ញបន្ទាប់មកទៀតមានចវាយជាន់ថ្នាក់តើចវាយគេយល់ឃើញថាគេអត់ត្រូវការប្រទេសដ៏ខ្លាំងដ៏ល្អផូរផង់នេះគេទុកឲ្យខ្សោយឬយ៉ាងណានេះគឺជាចំណែកដែលខ្ញុំណាសប្តាហ៍ថ្ងៃនេះអង្គការ NATO មកដល់ឆ្នាំ24មាន30ប្រទេស32ប្រទេសណាហើយសប្តាហ៍ថ្ងៃនេះមានតែមនុស្សចង់ចូលអង្គការ NATO បើសិនណាជាវាមានមនុស្សម្នាក់គេចង់ចាញ់ខ្ញុំចង់ឃើញវាកើតឡើងថ្ងៃនេះចង់ឃើញឲ្យវាកើតឡើងថ្ងៃនេះតែហ្មងខ្ញុំចង់ឃើញវាខ្លាំងប៉ុណ្ណាខ្ញុំចង់ឃើញថានៅស្រុកអាមេរិកនេះដល់ពេលដល់វេលាហុងស្រួយវាដើរមិនល្អតើណាខ្ញុំចង់ឃើញដែរនិយាយតាមត្រង់ខ្ញុំចង់ឃើញតែនៅក្នុងខួរក្បាលខ្ញុំជាអ្នកសិក្សាស្រាវជ្រាវខ្ញុំអត់ចេះតែជឿទេណាខ្ញុំអត់ចេះតែជឿហើយខ្ញុំតែងតែនិយាយពីរឿងចវាយមិនដល់ថ្នាក់បង្កើតក្មេងអាយុ3ឆ្នាំឲ្យខ្លាយទៅជាក្មេងអាយុ6ខែពេលវាខឹងដែលវាបើទឹកវាខឹងនឹងមិនបានស្គាល់ក្របស៊ីវាកវត្តដបទឹកដោះចោលទេខ្ញុំមិនទាន់គិតថាចៅវាយអាមេរិកដល់ថ្នាក់ឲ្យក្មេងអាយុ3ខែកវត្តដបទឹកដោះចោលទេអញ្ចឹងខ្ញុំចង់ឃើញវាកើតឥឡូវហ្នឹងដើម្បីខ្ញុំបានមើលឃើញផងមុនងាប់